ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នាណែបងប្អូនគឺថាតំណាំតំណោចនៅជុំវិញផ្ទះខ្ញុំគឺថាដាំបានច្រើនណាស់បងប្អូនណាយរត់ចូលដល់រដូវធ្លាក់ភ្លៀងធ្លាក់អីអញ្ចឹងណាបងប្អូនមកមួយមេពីរមេអីនិយាយពីថាបងប្អូនណាយល្អមែនតែនស្លឹកក្រូចនេះវិញអខ្ចីលហកណាបងប្អូនហើយនិយាយពីថាស្ពៃកញ្ញាញប៉ាខ្ញុំគាត់ដាំបងប្អូនដាំនៅក្រោយផ្ទះដាំ2 3រោងបងប្អូនគឺថាល្អមែនតែនហើយបើចំណាយជីយើងនេះវិញគឺថាបងប្អូនណាយល្អមែនតែនណាបងប្អូនអត់មានដាក់ជីអត់មានបាញ់ថ្នាំមានបាញ់អីទេបងប្អូនគឺថាធម្មជាតិពិតអញ្ចឹងណាគឺថាបើកភ្នែកឡើងមកឃើញតំណាំតំណោចឃីវសង្ងាត់ពេញផ្ទះអញ្ចឹងនិយាយថាស្រស់ស្រាយមែនតែនបងប្អូនហើយក្លិនជីវាឈ្ងុយពេញផ្ទះបងប្អូនដោយសារយើងដាំជីមានជីអង្ការមានជីអីទៀតយ៉ាងវាជះក្លិនមកគឺថាឈ្ងុយពេញផ្ទះហ្មងបងប្អូនណែបងប្អូនគេថាបន្លែខ្ញុំគឺថាខ្ញុំលាងរួចរាល់ហើយមកមើលមឹករបស់យើងវិញថាខ្ញុំទិញបានមឹកអានេះរៀងធំណាបងប្អូនគឺថាធំមែនតើកម្របានមឹកក៏យកមកធំអញ្ចឹងណាអានេះបែបជាអាចថាលេខ2នេះអីរបស់គេអញ្ចឹងណាបងប្អូននេះបងប្អូនណាគេថាឥឡូវខ្ញុំធ្វើការលាងទឹកវាឲ្យស្អាតសិនដកហូតដកអាចអាខ្មៅនឹងចេញសិនបងប្អូនគឺថាបើនិយាយពីកញ្ចក់ដៃវិញបងប្អូនមិនបាច់មើលខ្ញុំអត់បានពាក់ស្រោមដៃហ៎បងប្អូននិយាយពីថាហូតមកបងប្អូនហើយវាចូលពេញដៃវិញអីមកប្រឡាក់អាខ្មៅគេថារੂអត់ជ្រះហើយបងប្អូនដាក់ក្រូចឆ្មាដាក់អីទៀតក៏អត់ជ្រះដែរទៅអង្គុយបេះនេះបងប្អូនឥឡូវយើងថាយើងដាំទឹកដាំអីហើយយើងដាក់ស្លឹកក្រូចសាច់ដាក់អីអញ្ចឹងមកបងប្អូនហើយខ្ញុំដាក់អំបិលបន្តិចដែរបងប្អូនដាក់អំបិលហើយខ្ញុំលួចដាក់ស្ករដាក់ប៊ីចេងអីដែរអញ្ចឹងតែប៉ុន្តែគាត់ថាខ្ញុំអត់បានថតឲ្យបងប្អូនមើលអញ្ចឹងណាហើយទឹកយើងពុះឡើងខូចអញ្ចឹងឲ្យបងប្អូនដាក់មឹកចូលដូចខ្ញុំអញ្ចឹងមកបងប្អូនណាដាក់មកសន្ទុះទៅបងប្អូនប្រហែលជា10នាទីអីទៅឲ្យវាផុយដែរអញ្ចឹងដោយសារមឹកយើងវារៀងធំដែរបងប្អូនហើយបន្លែខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងហើយជាមួយនឹងទឹកត្រីបុកយើងឆ្ងាញ់ណាស់បងប្អូនហើយវារៀងមេឃរៀងល្ងិតមេឃវារោភ្លៀងបងប្អូនភ្លៀងមួយថ្ងៃគាត់ថាវារៀងលឹមអញ្ចឹងណាបងប្អូនវាអត់បានមួយមេអីធំទេគាត់ថាពីព្រឹកមិញបងប្អូនហើយនិយាយពីថាក្តៅនោះក្តៅយកតែមែនតែនបដ ாய் ណាហើយបងប្អូនណាឥឡូវមកហូបមួយខ្ញុំបងប្អូនគឺថាវារៀងយប់រៀងអីអញ្ចឹងណាបងប្អូនគឺថាមឹកនេះគឺថាមឹកកំពង់យើងបន្លែយើងនេះបងប្អូនគឺថាឆ្ងាញ់មែនតែនដាក់ជាមួយទឹកត្រីបុកអញ្ចឹងណាបងប្អូនហើយអង្កាលបងប្អូនណាអង្កាលនៅឃើញអង្កាលទៅកពួតទិញមឹកទិញអីដែរឆាសាំរិចខ្ចីម្លេចតែអត់ហូបបងប្អូនមានអារម្មណ៍ថាដូចវាអត់ឃ្លានអត់អីហ្មងតែពេលឥឡូវធ្វើ100អីឃ្លានអីណាទិញមឹកយកមកបុកអាទឹកត្រីខ្ញុំទិញពីកពួតមកហ្នឹងបងប្អូនគាត់ថានៅកន្លះដបអត់មានអ្នកហូបបងប្អូនដោយសារតាទឹកត្រីបុកហ្នឹងអត់មានអ្នកជាហូបទេបើថាយើងធ្វើហូបនៅផ្ទះជាលក្ខណៈគ្រួសារអីគឺយើងធ្វើទឹកត្រីជូរធ្វើអីអញ្ចឹងណាបងប្អូនច្រាមខ្ទឹមដាក់ម្ទេសដាក់អីដាក់ក្រូចឆ្មាដាក់អីអញ្ចឹងទៅហើយនេះគឺថាទឹកត្រីខ្ញុំទិញដាក់ហូបជាមួយនឹង oyster បងប្អូនហើយវានៅសល់អញ្ចឹងក៏ខ្ញុំយកមកហូបជាមួយនឹងមឹកបដ ாய் ទៅបងប្អូនខ្ញុំចង់ស្រោចពីលើមឹកដែរប៉ុន្តែខ្ញុំខ្លាចវារៀងប្រៃពេកបងប្អូនដោយសារមឹកយើងហ្នឹងវាទឹកប្រៃស្រាប់អញ្ចឹងបើសិនតែខ្ញុំដាក់ស្រោចទឹកគ្រឿងពីលើទៀតវាអាចនឹងប្រៃហូបអត់កើតអញ្ចឹងណាបងប្អូនដោយសារទឹកគ្រឿងយើងគឺធ្វើរៀងប្រៃបន្តិចបងប្អូនអាហ្នឹងសម្រាប់មាត់របស់ខ្ញុំតែបើសិនជាមាត់បងប្អូនឬក៏អ្នកផ្ទះខ្ញុំខ្ញុំអត់ដឹងទេបងប្អូនដោយសារតែយើងចំណងចិត្តយើងហូបខុសគ្នាអញ្ចឹងណាបងប្អូននេះបងប្អូនគាត់ថាក្មួយទៅហើយបងប្អូនសាឡាត់យើងសាឡាត់នេះខ្ញុំអត់មានដាំទេបងប្អូនខ្ញុំទិញពីផ្សារមកទៅជាមួយនឹងទឹកសក់ខ្ញុំបេះតែជីនៅផ្ទះអញ្ចឹងណាបងប្អូនឲ្យស្ពៃកញ្ញាយើងគឺថាអត់តន់បេះកើតអញ្ចឹងណាវានៅតូចពេកបងប្អូនដោយសារតាប៉ាខ្ញុំក៏ទៅដាំមកអញ្ចឹងទៅក៏បេះហូបអត់កើតទេវានៅតូចពេកហើយជា5 6ថ្ងៃអីទៀតអានឹងយើងអាចយកមកឆាឬក៏យើងយកមកស្រុះមីយកអីបានដែរបងប្អូនហើយណាមួយវាធម្មជាតិបងប្អូនកម្របានរបស់ធម្មជាតិហូបអញ្ចឹងណាភាគច្រើនយើងទៅទិញនៅផ្សារសិតតែរបស់គីមីអីអញ្ចឹងបងប្អូនបន្លែវៀតណាមបន្លែអីអញ្ចឹងទៅដោយសារខ្ញុំនៅខាងនេះគឺថាជាប់ព្រំដែនជាមួយនឹងវៀតណាមណាបងប្អូនខ្ញុំនៅខាងតាកែវបងប្អូនហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះផងដែរគឺមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលា